ស៊ីន AG80KA Turbo គឺវាមានលក្ខណៈពិសេសសំខាន់ដែលបានអភិវឌ្ឍចេញពីម៉ាស៊ីន AGKA75 ចំណុចទី1ម៉ាស៊ីនខ្លាំងជាងមុនកម្លាំងម៉ាស៊ីនខ្លាំងជាងមុនរហូតដល់80សេសសមត្ថភាពរបស់ម៉ាស៊ីនក្នុងការបង្កើតថាមពលនិងកម្លាំងបង្វិលរហូតដល់263 ញូតនម៉ែត្រអង្កត់វាយដីមានជម្រៅទៅដល់2ម៉ែត្រការ៉េងាយស្រួលក្នុងការភ្ជួររាស់ទោះជាវាស្រែល្បាប់ក៏កម្លាំងនៅតែខ្លាំងចំណុចទី2ប្រព័ន្ធវីដេអូកែលម្អថ្មីអភិវឌ្ឍឡើងដល់610ជុំក្នុង1នាទីអ្វីដែលពិសេសទៅទៀតនោះគឺអាចទាញគ្រឿងធំបានយ៉ាងងាយស្រួលជួយឲ្យកសិករធ្វើការបានឆាប់រហ័សនិងរលូនជាងមុនចំណុចទី3មានកង់សង្វាក់កៅស៊ូទំហំ920មីលីម៉ែត្រជាងក្រាំងស្ពោះសាឡាដែលមានកម្ពស់355មីលីម៉ែត្រដាក់ទំនិញបានទៅដល់5000គីឡូក្រាមទោះជាអស់ក្នុងដីធូរល្បាប់ក៏នៅតែអស់បានយ៉ាងងាយស្រួលចំណុចទី4មានរចនាបថរឹងមាំមានសមត្ថភាពអាចទ្រនៅកម្លាំងធ្ងន់និងងាយស្រួលប្រើប្រាស់ដាច់ AF 400សារជាប់ជាមួយនឹងម៉ាស៊ីនរបូតជប៉ុននិងប្រើថ្នាំលាបពណ៌ការពារច្រេះមានភ្លើង LED ភ្លឺច្បាស់ល្អកៅអីទន់ងាយស្រួលអង្គុយទោះធ្វើការពេញមួយថ្ងៃក៏មិនមានអារម្មណ៍ថាហត់នឿយតើបងប្អូនยังសាកល្បងមើលទេអាចទំនាក់ទំនងមកកាន់ក្រុមហ៊ុន Hojiko Cambodia ឥឡូវនេះបានណា